បាទទស្សនិកជនព័ត៌មានកីឡាជាតិដំបូងគេនេះគឺប្រខ័ណ្ឌរាជស្វាយរៀងឈ្នះជើងឯកពានសម្ដេចតេជោហ៊ុនសែនក្រោយឈ្នះវិសាខានៅវគ្គផ្ដាច់ព្រាត់ក្រុមប្រខ័ណ្ឌរាជស្វាយរៀងបានក្លាយទៅជាជើងឯកពានរង្វាន់សម្ដេចតេជោហ៊ុនសែនលើកទី19រដូវកាលឆ្នាំ2025-26បន្ទាប់ពីយកឈ្នះក្រុមវិសាខាដោយទាត់បាល់11ម៉ែត្រកាត់សេចក្តីនៅក្នុងលទ្ធផល5-3ក្រោយរក្សាលទ្ធផល120នាទីស្មើគ្នា4-4នៅវគ្គផ្ដាច់ព្រាត់កាលពីយប់ថ្ងៃទី24ខែឧសភាឆ្នាំ2026នៅពហុកីឡដ្ឋានមរតកតេជោនៅក្នុងការប្រកួតដ៏ស្វិតស្វាញបំផុតក្រុមវិសាខាបានបើកការនាំមុខពីគ្រាប់មុនក្រោយមកទើបប្រខ័ណ្ឌរាជស្វាយរៀងតាមពីក្រោយបានមួយគ្រាប់វិញនៅនាទីទី40ក្រោយការប្រកួតចូលដល់វគ្គទី2វិសាខាបន្តបានមួយគ្រាប់បន្ថែមដោយកីឡាករលេងណូវ៉ានៅនាទីទី69ហើយនៅនាទីទី73កីឡាករខ្វាមពេផារបស់ប្រខ័ណ្ឌរាជស្វាយរៀងបានរកបានមួយគ្រាប់បន្ថែមតាមក្រោយធ្វើឲ្យលទ្ធផល3-2ឱកាសខ្ពស់ក្នុងការក្រងជើងឯកពានរង្វាន់សម្ដេចតេជោរបស់ក្រុមវិសាខានឹងសម្រេចទៅបានហើយនោះប៉ុន្តែត្រូវបានបង្អាក់ដំណើរដោយសារតែកីឡាកររបស់ខ្លួនធ្វើឲ្យមានកំហុសផ្លាត់ចូលទីខ្លួនឯងនៅនាទីទី90+6ដែលនាំឲ្យលទ្ធផល3-3ឈានដល់បន្ថែមម៉ោង15នាទី2ដងនៅក្នុងការបន្ថែមម៉ោងកីឡាករខ្វាមពេផារបស់ប្រខ័ណ្ឌរាជស្វាយរៀងធ្វើសម្រេចបានមួយគ្រាប់នៅនាទីទី115ខណៈដែលកីឡាករឆេងមេឃរបស់វិសាខារកបានមួយគ្រាប់តាមស្មើគ្នានៅនាទីទី118ដែលនាំឲ្យឈានដល់ការកាត់សេចក្តីទាត់11ម៉ែត្រប្រខ័ណ្ឌរាជស្វាយរៀងបានយកឈ្នះវិសាខាដោយលទ្ធផល11ម៉ែត្រកាត់សេចក្តី5-3ហើយឈ្នះជើងឯកពានរង្វាន់សម្ដេចតេជោហ៊ុនសែននៅរដូវកាលនេះតែម្ដងខ្ញុំបាទលុនឯក TV5 Online News